Rương Phum Chma Pneg Mùi Nơi cần đa Prey Phnom đo ngọp ngạt mùi Miên Phum Sát Chma đo thôm mùi chmua thà Phum Chma trò chịa sò Nơi khung Phum ní Sát Chma tèng o xuất tè miên rụp riêng sát bát Rôm tôn rồ lông Nâng miên Pneg pi plư thla cu oi sro lạnh Bộ vìa vay đầm lại khnia tơ vinh tơ mục Lơ phiếp lọ o ất choในรูปเรียงกายថ្ងៃមួយនៅក្នុងគ្រួសារឆ្មាប្រផេះមានកូនឆ្មាមួយក្បាលបានកើតមកវាខុសប្លែកពីបងប្អូនទាំងអស់ព្រោះវាមានភ្នែកតែមួយគត់នៅចំកណ្ដាលថ្ងាសឪពុកម្ដាយបានដាក់ឈ្មោះឲ្យវាថាមីឡូចាប់តាំងពីដឹងក្ដីមកមីឡូមិនដែលទទួលបានមិត្តភាពពីឆ្មាដទៃឡើយពួកកូនឆ្មាក្នុងភូមិនាំគ្នារត់គេចនិងសើចចំអកឲ្យវាថាមើលនោះអាឆ្មាចម្លែកអាឆ្មាភ្នែកមួយគួរឲ្យខ្លាចសូម្បីតែមេភូមិឆ្មាក៏ជឿថាមីឡូជាប្រភពនៃសំណាងអាក្រក់និងបានហាមឃាត់មិនឲ្យវាចូលរួមក្នុងពិធីបុណ្យផ្សេងៗរបស់ភូមិឡើយមីឡូតែងតែលាក់ខ្លួនក្នុងផ្ទះទាំងទឹកភ្នែកនិងរស់នៅក្នុងភាពឯកោពេលវេលាកន្លងផុតទៅរដូវរងាដកខ្មៅងងឹតមួយបានឈានចូលមកដល់យប់មួយមានគ្រោះមហន្តរាយដ៏ធំមួយបានកើតឡើងគឺពពកខ្មៅក្រាស់បានបិទបាំងពន្លឺព្រះច័ន្ទនិងផ្កាយទាំងស្រុងធ្វើឲ្យព្រៃទាំងមូលធ្លាក់ក្នុងភាពងងឹតសូន្យឈឹងមើលអ្វីក៏មិនឃើញភ្លាមនោះហ្វូងសត្វចចកព្រៃដ៏សាហាវដែលតែងតែរងចាំឱកាសបានលបចូលមកក្នុងភូមិដើម្បីចាប់សត្វឆ្មាស៊ីជាអាហារសត្វឆ្មាទាំងអស់នៅក្នុងភូមិភ័យស្លន់ស្លោខ្លាំងណាស់ពួកវារត់ជល់គ្នាបុករបងនិងដួលរដូករណែលព្រោះភ្នែកទាំងពីររបស់ពួកវាមិនអាចមើលធ្លុះភាពងងឹតដ៏ក្រាស់នេះបានឡើយសំឡេងស្រែកយំនិងសំឡេងចចកព្រៃខំព្រុសបន្លឺឡើងពេញភូមិប៉ុន្តែសម្រាប់មីឡូវាជាភ្នែកខុសប្លែកពីគេភ្នែកតែមួយចំកណ្ដាលថ្នាសរបស់មីឡូគឺជាភ្នែកទឹករាត្រីដែលអាចមើលឃើញអ្វីៗគ្រប់យ៉ាងច្បាស់ក្រឡែតនៅក្នុងភាពងងឹតសូន្យឈឹងដូចជាពេលថ្ងៃត្រង់អញ្ចឹងឃើញអ្នកភូមិជួបគ្រោះថ្នាក់មីឡូមិនគិតពីការគុំគួនដែលគេធ្លាប់រើសអើងខ្លួនឡើយវាបានស្ទុះរត់ចេញពីផ្ទះឡើងទៅលើដំបូលខ្ពស់ហើយស្រែកបញ្ជាអ្នកភូមិទាំងអស់ស្ដាប់ខ្ញុំពួកចចកកំពុងមកពីទិសខាងកើតឆ្មាទាំងអស់រត់តាមសម្លេងខ្ញុំមកទិសខាងលិចលាក់ខ្លួនក្នុងរូងថ្មភ្នំលឿនឡើងមីឡូបានប្រើភ្នែកពិសេសរបស់វានាំផ្លូវសត្វឆ្មាទាំងអស់ម្ដងមួយក្រុមយ៉ាងសុវត្ថិភាពមិនត្រឹមតែប៉ុណ្ណោះវាបានមើលឃើញដុំថ្មធំនៅពីលើភ្នំវាក៏បានរុញដុំថ្មទាំងនោះឲ្យធ្លាក់មកបិទផ្លូវនិងសង្កត់ពួកចចកព្រៃធ្វើឲ្យហ្វូងចចកភ័យខ្លាចហើយរត់គេចត្រឡប់ទៅវិញអស់នៅពេលព្រះអាទិត្យរះឡើងពន្លឺថ្ងៃបានត្រឡប់មកវិញសត្វឆ្មាទាំងអស់នៅក្នុងភូមិបានដឹងខ្លួនថាពួកគេបានរួចជីវិតដោយសារតែកូនឆ្មាភ្នែកមួយដែលពួកគេធ្លាប់តែស្អប់ខ្ពើមនិងរើសអើងមេភូមិឆ្មាបានដើរមកចំពោះមុខមីឡូអោនក្បាលចុះដោយក្តីអៀនខ្មាស់ហើយនិយាយថាមីឡូពួកយើងសុំទោសដែលធ្លាប់មើលងាយឯងភាពខុសប្លែករបស់ឯងដែលពួកយើងគិតថាជាចំណុចខ្វះខាតធៀបពិតវាគឺជាអំណោយទានដ៏វិសេសវិសាលដែលបានសង្គ្រោះជីវិតពួកយើងទាំងអស់គ្នានៅយប់មិញនេះចាប់ពីថ្ងៃនោះមកភូមិឆ្មាត្រចៀកសត្រូវបានបដូរឈ្មោះទៅជាភូមិឆ្មាភ្នែកមួយដើម្បីជាការផ្ដល់កិត្តិយសដល់មីឡូសត្វឆ្មាទាំងអស់លែងវាយតម្លៃគ្នាលើរូបរាងខាងក្រៅទៀតហើយពួកវារស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដោយចេះទទួលយកនិងគោរពរាល់ភាពខុសប្លែកគ្នារបស់សត្វនីមួយៗ